បាទគ្រប់ជ្រាបសួរបងប្អូននេះខ្ញុំធ្វើវីដេអូនេះថតចេញពីភូមិជាទៀលឃុំជាទៀលស្រុកបណ្ណន់ខេត្តបាត់ដំបងបងប្អូនចង់មកបង្ហាញបងប្អូននេះពីសកម្មភាពខ្ញុំធ្វើអាហារសម្រាប់សិទ្ធិច្បាងនេះបងប្អូននេះហ្នឹងនេះគឺជាអាហារសម្រាប់សិទ្ធិច្បាងដែលខ្ញុំរៀបចំធ្វើហ្នឹងដើម្បីច្រកលក់បងប្អូនច្រកលក់ខ្លះបដោះខ្លួនឯងខ្លះញ៉ាជូនអតិថិជនតាមខេត្តខ្លះអីខ្លះចឹងបងនេះសកម្មភាពបានកូនប្រុសពៅមួយកញ្ចត់ណែមើលម្នាក់អីហ្នឹងកូនអូនេះមិនជួយទេបងប្អូនមិនជួយការហ្នឹងជួយលេងជួយញាពេលវិញនេះអញ្ចឹងតាន់អានកម្មភាពបន្តបងប្អូនអរគុណច្រើនបងប្អូនជាសកម្មភាពយើងធ្វើអាហារផ្សិតណាអាហារផ្សិតសម្រាប់ដាក់បដោះផ្សិតច្បាល់ខ្ញុំបងជាសកម្មភាពអាហារផ្សិតធ្វើនេះមានគ្រឿងក្រូចច្រើនណាបងប្អូនអើយកូនប្រុសមួយជួយកញ្ចត់អូនទៅអីហ្នឹងកូនអីទេជួយក៏លេងហ៎អូលេងជួយធ្វើការប៉ាអីអីកូនយកអូនកាយធ្វើអីកាយធ្វើអីកូនកាយលេងហ៎នេះយើងធ្វើការច្រកបងប្អូននេះច្រកជាថងនេះអាហារសម្រាប់សិតបងប្អូននេះថងទៅនេះហើយសម្រាប់បងប្អូនណាដែលត្រូវការអ្នកបដោះសិតបងប្អូនត្រូវការយកទៅបដោះអាចទិញពីខ្ញុំបានដែរបងប្អូនទាក់ទងមកទិញបានលេខទូរស័ព្ទលើហ្នឹងបងប្អូននេះធ្វើការចាប់ដើមច្រកហើយគឺជាអាហារបងប្អូនសម្រាប់សិតបងប្អូនអាហារបងប្អូនសម្រាប់សិតចម្បើងដែលយើងធ្វើខ្លួនឯងយើងអត់ទិញពីក្រៅមកទេគឺយើងធ្វើខ្លួនឯងផលិតខ្លួនឯងដែលខ្ញុំប្រើប្រាស់ទៅឃើញលទ្ធផលតែឃើញថាវាល្អអញ្ចឹងណាខ្ញុំចាប់ដើមធ្វើយត់មកស្ងៀមពឹសម្លេះមកកោអូប្លាក់អស់ហើយនោះអត់ចូលកាមេរ៉ាយត់មិនខ្លែងទេយត់ស្ដាច់ហើយស្ដាច់លពឹសហើយបាទបងប្អូននេះយើងសម្រាប់ហ្នឹងបងប្អូននេះដល់យើងច្រកបានហើយនេះច្រកវាខ្ជាប់អញ្ចឹងបងប្អូនវាជាអាហារសិតចម្បើងសម្រាប់យើងទៅប្រកបចម្បើងបងប្អូនអញ្ចឹងវាទៅការច្រកថ្លឹងត្រឹមត្រូវបងប្អូនថ្លឹងចំនួនគីឡូត្រឹមត្រូវអញ្ចឹងបងប្អូនគឺជាការច្រកមុខនេះច្រកដល់មុខនេះច្រកដល់ពេលយើងច្រកយើងមកយើងយកមកថ្លឹងបងថង1គីឡូធំ1គីឡូអញ្ចឹងណាក៏បាន1គីឡូហើយច្រកថ្លឹងយើងទៅយកមកដាក់ចេះចាំយើងកឹបដើម្បីទុកយកលក់ឲ្យអតិថិជនអញ្ចឹងណាបងការថ្លឹងខាងខ្ញុំសក្រិតណាបងគឺអត់ខ្វះលើទេមក1គីឡូដល់កម្នាក់មុខនេះច្រកគឺក៏ភ្លក់ដល់កនេះ
chật hào ấy sao thành tịnh tê tê hào vậy ôn chật hào ấy to bây giờ thơ mấy chật hào ấy nhỉ nè ha pon sầm rạp sạch cho bà một nè cặp cái bãi kia tích nhưng bộ này kia sẽ cam phiền bây giờ cặp mặt thỏi nha bọn thì cặp mặt thong lơ hà một pon sắt nhé bọn này cặp nhé chắc một bông bọn ăn nè bắt đầu sắt đây rau cá ấy ai chịu tô một tình bàn này từ miền lụa chứ bọn lái thu thu thêm bọn chứ thì hà đi cứ thêm thơ pallet luôn ấy bọn cứ thêm thơ luôn ai khơi nhà là ói ban trong tranh chia cá bị cho pallet lụa ở thì chôn chứ còn mình sẽ tận khơi cho pallet vô thế này mấy thế này hà đi thì trong bị sao rong sắt khuôn nhung to rồi khơi thà là ói bằng trong thơ pallet lụa chứ bọn nè tranh dân to bị dân cặp những hái nhưng vô đặt trong tục với xã bản mà này cảm thiệp má tục chuồn vô tục bà lúc ôn tao mơ rong sạch em ôn pua hai tật pua đã bị tròn bộ ơi mình được pua hai tật pha từ mình ôn mơ rong sạch tịnh tray có trao nữa bồn đông nhung châm tray trao bồn tray phản ninh ấy trao nữa nè đông nó lại đông sạch em nhé đi để dập hiểm bồn này chia đông sạch tì muối bóc nhom rồng ní tờ tưng bay cái lá vào đấy đạp bồn đông sạch tì muối bóc nhóm á này cái chia thông chùm hơi rồi đạp sầm lạm mê rô steam đi đông tì pi 4 mét con 5 mét đi rong thị bay 4 mét con 5 mét đây anh nó chia rong sắt bao nhiêu to bồn đi mà mơ rong thiệu vô đi đi rong đi rong thì 4 mét con 5 mét rong đi cái rong sắt bao nhiêu đây vô đi đi từ trong thua ca chạy cho băng trôn như vô nè rong trong chạy cho băng trôn lắm nhìn đi rong bắt đầu sắt cho băng vô này khác có cái hao bắt tục bắt đầu sạch cho bà ấy chứ là phay được bông ôn hao chứ này pha cái hao bắt tơ này pha cái hao rong tới 5 vốn thì chạy cho bà mu không đi rong steam này bông mờ tơ lại sẽ đặt tơ toàn ạ
នេះគឺខ្ញុំធ្វើការចាក់ច្បាំងចូលចាក់ច្បាំងចូលងាកនេះចាក់ចូលប្លោះនេះបងចូលពេញហើយបានចាប់ផ្ដើមមូអញ្ចឹងណាបងប្អូនអរគុណច្រើនបងសម្រាប់ការតាមដានទស្សនាអរគុណច្រើនបងប្អូនពីណាមើលរូបសិតបងប្អូនមើលចម្បាំងម្ដងអូនដៅជ្រៅបងប្អូនចម្បាំងបងប្អូនចម្បាំងដែលយើងត្រៀមសម្រាប់បដោះសិតចម្បាំងនេះបងប្អូនអញ្ចឹងយើងមានរោងសិតហ្នឹងយើងត្រូវការចម្បាំងបន្ថែមទៀតអញ្ចឹងនេះចម្បាំងហ្នឹងបងប្អូនយើងត្រៀមមិនថាខែវស្សាខែប្រាំងគឺយើងមានគ្រប់គ្រងទាំងអស់អញ្ចឹងមិនថាសម្រាប់សិតអញ្ចឹងខាងខ្ញុំក៏មានជាចម្បាំងសម្រាប់លក់អេកូដែរបងប្អូនត្រូវការយកអេកូយកអីអញ្ចឹងក៏បានយកទៅបដោះសិតក៏បានគឺខ្ញុំមានគ្រប់គ្រងអញ្ចឹងនេះខាងខ្ញុំលក់យកដុំបងប្អូនខ្ញុំបង្ហាញខ្ញុំមើលបងប្អូនបើមានជាដុំអញ្ចឹងដុំអញ្ចឹងហើយបន្ទាប់ពីចម្បាំងក៏មានសបកសដែកបាយអញ្ចឹងបងសបកសដែកបាយដែលសម្រាប់យើងយកទៅបដោះនេះមកបង្ហាញបងក្តៅណាស់មកអើយក្តៅថ្ងៃក្តៅនេះចម្បាំងនេះយើងផ្អាប់ចឹងបងនេះបើយើងផ្អាប់គ្រប់តង់ជាស្អាតហើយបើយើងយកទៅចាក់ចូលក្នុងរោងអញ្ចឹងណានេះបងបកដាច់បាយបកដាច់បាយសម្រាប់យកទៅបដោះសិតចម្បាំងបងយកធ្វើជាកំប៉ុងអញ្ចឹងបងនេះបាយបងនេះសម្រាប់យកទៅបដោះសិតចម្បាំងខ្ញុំត្រៀមសម្រាប់សពគ្រប់បងប្អូននោះផ្លែមកនេះដល់ផ្លែស្អាតណានោះចឹងវីដេអូរៀបរាប់គឺមានច្រើនតទៅទៀតបងប្អូនចាំខ្ញុំថតបញ្ជាក់ឲ្យបងប្អូនមើលអរគុណច្រើន